បងប្អូនយើងឆាបាយតមួនរបស់បងប្អូនណាបាទកុំភ្លេចជាមួយប្រទេសនេះឲ្យខ្ញុំក៏មានលក់ដែរបងប្អូនណានេះមកកាត់លេខ36មកកាត់លេខ36បងប្អូនទៅលើទីការឆាបាយបងប្អូនយើងដុតខ្ជិលក្តៅដាក់ខ្លាញ់ទៅមកវារលោបងប្អូនណាអូខេឥឡូវយើងខ្លាញ់រលោយើងអាចចាក់ទឹកបានអូខេតែភ្លើងយើងត្រូវបន្ថយបងប្អូនបាទភ្លើងយើងត្រូវបន្ថយបន្តិចអូខេបាទអូយើងត្រូវការបន្ថយជើងដើម្បីអីយើងលីងសមមួនកុំឲ្យខ្លោចបងប្អូនយើងបាទកុំឲ្យខ្លោចបាទតទៅទៀតយើងកន្លងភ្លើងតិចមកបាទអូខេដាក់ភ្លើងតិចមកបងប្អូនយើងបាទបន្ទាប់ពីបងប្អូនយើងឆ្អិនបងប្អូនយើងដាក់បាយចូលពេលយើងដាក់បាយចូលបងប្អូនណាបាយពេលយើងដាក់ចូលយើងហាមបើកភ្លើងខ្លាំងបាទតែបងប្អូនយើងបើកភ្លើងខ្លាំងបាយវាខ្លោចវាស្អិតជប់ជាមួយនឹងកាហ្វេហ៎អូខេនៅហើយបងប្អូនយើងឆាបាយឲ្យវារៀងនេះចឹងមកបាទឲ្យវារៀងរាយគ្នាមកបាទហើយបាយនេះដែរគឺយើងដាំសម្រាប់ញ៉ាំតែយើងយកមកឆាបានបងប្អូនណាបាទឆាអត់ជាប់ទេបាទអូខេបងប្អូនឆាពេលដែលបាយក្តៅបងប្អូនយើងវាយគ្រឿងបានហើយបើសិនជាបាយអត់ក្តៅបងប្អូនយើងវាយគ្រឿងបានន័យថាបាយហ្នឹងយើងដាក់ទៅវាអាចស្អិតផ្ទះបាទគ្រឿងវាស្អិតមួយផ្ទះអូខេបាយឆា2ចានយើងប្រើម្សៅស៊ុប1 2កន្លះទៀតបាទស្ករចុងលាព្រាបាទប៊ីចេង1 2បាទម្រេចសបងប្អូនណាម្រេចស1លាព្រាមកអូខេបន្ទាប់មកយើងប្រើជាមួយនឹងអំបិលបាទអំបិលមួយចុងលាព្រាបាទដាក់ចូលបាទសូមមកឆាទៅមកបងប្អូនយើងអូខេបាទបន្ទាប់ទៀតយើងត្រូវវាយទឹកស៊ីអ៊ូបាទដាក់ទឹកស៊ីអ៊ូទៅគឺយើងដាក់យកពួរបងប្អូនណាបាទទឹកលឹកតែមានទេបាទឆាទៅពីមកបងប្អូនយើងបាទបងប្អូនទៅបាទអ្នកឆាតាមខ្ញុំអត់ខកបំណងទេបាទគ្នាឲ្យបាយអត់ជួបផ្ទះទេបាយខ្ញុំអត់មាន style ច្រើនពេកទេបងប្អូនតែ style ច្រើនគឺវាពិបាកនៅក្នុងការធ្វើបាទមកបាទខ្លាញ់ទៀតមកអូខេបាទចុងចប់យើងវាយជាមួយនឹងព្រៃល្ងបងប្អូនបាទព្រៃល្ងឆាបាយយើងប្រើព្រៃល្ងគឺឈ្ងុយល្អបាទបែបចិនអូខេបាទដាក់លឹកទឹកចូលបងប្អូនណាបាទបាយឆាពងមាន់បាទលឹកទឹកច្រើនតិចមកឲ្យវានឹងឈ្ងុយបាទទៅទៀតមកបងប្អូនយើងអាចសាកបានបាទក្លិនធានាមកអីបាទរសជាតិបាទអូខេបើកភ្លើងខ្លាំងតិចមកហ្នឹងហើយបាយនេះញ៉ាំជាមួយម្ទេសឆាឆ្ងាញ់ណាស់បងប្អូនអូយបាទអូខេបាទរួចរាល់ហើយបងប្អូនយើងបាទបាយឆាពងមាន់បងប្អូនណាបាទអរគុណỪ.